ពួកយើងតែងតែខឹងសៀមថាលូកដៃនៅក្នុងកិច្ចការរបស់ប្រទេសកម្ពុជាការដែលប្រទេសកម្ពុជាបង្កើតកាស៊ីណូបនលបែងអនឡាញខុសច្បាប់បោកប្រាស់ប្រជាជនជុំវិញពិភពលោកគឺជារឿងកម្ពុជាតើសៀមមានរឿងអីត្រូវលូកដៃត្រូវពាក់ព័ន្ធត្រូវវាយកំទេចមុខរបររបស់កម្ពុជានៅក្នុងដែនដីកម្ពុជាវាជារឿងមិនត្រឹមត្រូវទេមែនទេបងប្អូនអរគ្នាខ្ញុំចង់បង្ហាញបងប្អូនអរគ្នាពីរូបភាពមួយនេះបង្ហោះដោយបាងកកប៉ុស្តិ៍កាលពីថ្ងៃទី4ខែធ្នូឆ្នាំ2025និយាយទៅជាមួយខែមុនអត្ថបទវាខ្លឹមសារវានិយាយថារូបភាពចាស់របស់លោក Ben Smith បានតាមលងអ្នកនយោបាយថៃហើយខាងលើនេះនិយាយថារូបភាពដែលបានបែកធ្លាយខាងលើនេះបង្ហាញអំពីមេលាងលុយឈ្មោះ Benjamin Mauerberger ដែលមានឈ្មោះកាត់ថា Ben Smith ឈោថតជាមួយមនុស្សមានឥទ្ធិពលសៀមជាច្រើនរួមមានអ្នកនយោបាយប៉ូលីសទាហានហើយនិងអ្នកជំនួញដែលបង្កឲ្យមានរឿងចម្រូងចម្រាសហើយនឹងសំណួរជាច្រើនតាក់ទងទៅនឹងឥទ្ធិពលហើយនឹងការការពាររបស់គាត់អូខេបងប្អូនអរគ្នាមើលទៅនេះពីឆ្វេងទៅទី3គឺលោក Ben Smith ពាក់អាវពណ៌ខ្មៅខោពណ៌រៀងប្រផេះឬក៏ខ្មៅចុងក្រោយគេខាងស្ដាំដៃបំផុតគឺនាយករដ្ឋមន្ត្រីសៀមបច្ចុប្បន្នអនុทิនច័ន្ទវរៈគុលជាងឃើញថាពួកគេនេះស្គាល់គ្នាទេអញ្ចឹងបើសិនជាសៀមវាយប្រហាររំលោភលើអធិបតេយ្យភាពនៃប្រទេសកម្ពុជាដោយសារតែកម្ពុជាមានបនលបែងនៅតាមព្រំដែនហើយមានបនលបែងអនឡាញខុសច្បាប់ scam មនុស្សជាមួយពិភពលោកហើយសៀមធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីជួយពិភពលោកឥឡូវនេះពេលនេះកម្ពុជាក៏អាចធ្វើអញ្ចឹងបានដែរដោយសារតែ Ben Smith នេះគឺជាមនុស្សដែលលាងលុយកខ្វក់ហើយមានជាប់ពាក់ព័ន្ធជាមួយនឹងមនុស្សមានឥទ្ធិពលនៅប្រទេសសៀមអញ្ចឹងនេះគឺជាពេលរបស់កម្ពុជាដែលត្រូវជួយសម្អាតភាពស្មោកគ្រោកស្អុយរលួយនៅក្នុងប្រទេសសៀមវិញមែនទេបងប្អូនអរគ្នាបើសិនជាយើងមានកំភ្លើងគ្រប់គ្រាន់ប៉ុន្តែបងប្អូនអរគ្នាមើលរូបភាពមកស្លឹកនេះសិនBen Smith នេះតាមពិតជាជនជាតិកម្ពុជាទេនៅពេលយើងដឹងថា Ben Smith តាមពិតគឺជាជនជាតិកម្ពុជាទេអ្វីទៅតែ Ben Smith ជាអក្រិតជនលាងលុយខ្វក់នៅស្រុកសៀមមានតំណែងជាមួយមិនត្រឹមតែអនុทิននាយករដ្ឋមន្ត្រីចាំផ្ទះនៅពេលបច្ចុប្បន្នទេសូម្បីតែអតីតនាយករដ្ឋមន្ត្រីសៀមលោកថាក់ស៊ីនស៊ីនវត្រាក៏ធ្លាប់អង្គុយញ៉ាំបាយថ្ងៃត្រង់ជាមួយ Ben Smith នេះដែរនេះគឺជារូបភាពរបស់ Ben Smith ដែលអត្ថបទនេះចេញផ្សាយកាលពីថ្ងៃទី29ខែសីហាឆ្នាំ2025ថ្មីនេះដែររូបថតត្រូវបានថតដោយ Tom Wright បង្ហាញពីលោកថាក់ស៊ីនកំពុងតែទទួលអាហារថ្ងៃត្រង់ជាមួយនឹង Ben Smith នៅខាងស្ដាំដៃបំផុតអត្ថបទនេះចេញផ្សាយដោយ John Bertelsen នៅក្នុងកាសែត Politics អូខេបងប្អូនអរគ្នា Ben Smith ជាណាហេតុអីបាន Ben Smith ទៅលាងលុយជាមួយអ្នកនយោបាយសៀមប៉ូលីសសៀមទាហានសៀមអ្នករ៉ូស៊ីសៀមទទួលបានការការពារពីមនុស្សមានឥទ្ធិពលនៅស្រុកសៀមប៉ុន្តែកាន់ប៉ាសពតខ្មែរ